មេរៀនទី1របៀបបង្កើត Facebook ដោយប្រើ Gmail គឺយើងអត់ចាំបាច់ប្រើលេខទូរស័ព្ទទេតែបើបងប្អូនមានលេខដាក់លេខទៅក៏បានដែរឲ្យតែបង្កើតតាមលេខបានអញ្ចឹងណាបង្កើតតាមលេខខ្លះបង្កើតបានលេខខ្លះបង្កើតបានអញ្ចឹងដោយសារតែអីគឺយើងធ្លាប់បង្កើតវាហើយចឹងបង្កើត2ដងឬ3ដងកើតទេត្រូវមាន Gmail ថ្មីឬលេខថ្មីដើម្បីទៅបង្កើត Facebook ថ្មីឥឡូវមកមើលពីរបៀបបង្កើត Facebook ដោយប្រើ Gmail ត្រង់នេះបងប្អូនត្រូវបំពេញឈ្មោះដែលបងប្អូនចង់ដាក់អញ្ចឹងណាដាក់ឈ្មោះយើងពិតប្រាកដក៏បានឈ្មោះ fake ក៏បានដែរអត់ចាំបាច់ទេយើងអាចដូរពេលក្រោយក៏បានដែរតែខ្ញុំដាក់ឈ្មោះ fake សិនទៅមួយខ្ញុំចាំបាច់គឺខ្ញុំនឹងដាក់ឈ្មោះពិតប្រាកដរបស់ខ្ញុំហ្មងហើយបន្ទាប់មកទៀតគឺយើងត្រូវបំពេញថ្ងៃខែឆ្នាំកណាត់យើងអញ្ចឹងណាបងប្អូនកើតឆ្នាំណាខែណាដាក់ទៅហើយត្រង់នេះគឺយើងរើសយកភេទដាក់ភេទប្រុសឬភេទស្រីយើងដាក់តាមនឹងមកបងប្អូនភេទប្រុសបងប្អូនចុចតាមខ្ញុំមកចាក់កណ្ដាលនឹងមកបន្ទាប់មកត្រង់នេះគឺយើងបំពេញលេខតែបើលេខបងប្អូននៅបង្កើត Facebook បានដាក់លេខមកតែសម្រាប់ខ្ញុំគឺខ្ញុំប្រើប្រាស់នឹង Gmail អញ្ចឹងខ្ញុំយកពាក្យខាងក្រោមយកពាក្យដល់ Gmail អញ្ចឹងខ្ញុំបំពេញ Gmail ដែលខ្ញុំបានរៀបចំទុកនេះហើយ Gmail ហ្នឹងគឺខ្ញុំបង្កើតថ្មីព្រោះថា Gmail មួយយើងបង្កើត Facebook បានមួយអញ្ចឹងណាហើយយើងយក Gmail បង្កើតហើយយើងយក password ដាក់ហ្មងទៅបន្ទាប់មកត្រង់នេះគឺយើងបំពេញ password យើងដាក់ password យើងមក password យើងចង់ដាក់មិនដាក់ទៅតែសំខាន់គឺចាំខ្លួនឯងបន្ទាប់ពីយើងដាក់ password រួចយើងចុច next មកមុខមកបន្ទាប់មកចុចរហូតមកចុចតាមវាមកចុចតាមខ្ញុំបង្ហាញហ្នឹងមកបន្ទាប់មកបងប្អូនចាំវាបន្តិចដើម្បីឲ្យ Facebook ហ្នឹងវា verify ជាមួយ Gmail យើងដើម្បីឲ្យផ្ញើលេខកូដ5ខ្ទង់មកអញ្ចឹងណានេះត្រង់នេះវាទាមទារលេខកូដ5ខ្ទង់អញ្ចឹងយើងត្រូវទៅឆែកនៅក្នុង Gmail ឆែកក្នុង Gmail ផ្ញើលេខកូដមកអញ្ចឹងយើងយកមកផាសនៅកន្លែងហ្នឹងមកពេលបងប្អូនចូលមកដល់ក្នុង Gmail ឃើញហើយលេខកូដ5ខ្ទង់នេះ Facebook ផ្ញើមកហ្នឹងលេខកូដហ្នឹងបងប្អូនផាសវាមកយកមកដាក់នៅក្នុងនេះ Facebook យើងនេះកន្លែងដែលវាទាមទារនេះតោះបងចុច next មកហើយបងប្អូនធ្វើតាមខ្ញុំតែប៉ុណ្្នឹងទៅមកវគ្គគឺខ្ញុំប្រាប់ឲ្យច្បាស់ហ្មងបើមិនច្បាស់ឆាតមកសួរមកនេះបងប្អូនមិនតន់ពេញក៏បានដែរចុចខាងក្រោមមកចុចមកចាំវា complete មកឲ្យវាអូតូដើម្បីយក fan អញ្ចឹងណាហើយវីដេអូអត់មានច្រើនទេធ្វើតាមខ្ញុំបន្តិចវីដេអូក្រោយខ្ញុំប្រាប់ពីរបៀបបង្កើត page មួយទៀតអញ្ចឹងណាហើយចាំមើលវីដេអូនេះចប់ឆ្ងល់អី